ngàyនេះតេស្ត trip ជាមួយនឹង O1M បាទអានេះគឺខ្ញុំតែទិញគឺខ្ញុំដូរពី anniversary របស់ខ្ញុំមកជា M នេះវិញហើយ M នេះខ្ញុំពងជិះយូរហើយតាំងពីមុនទិញ anniversary នេះទៀតប៉ុន្តែគាត់ថាការដែលទិញហ្នឹងយើងរកអត់បានអញ្ចឹងក៏បាយកំណត់ទៅទិញ anniversary ហ្នឹងទៅចុះឡើងចុងក្រោយគឺជិះអត់ផុតពី M ដដែលជាមួយខ្ញុំបញ្ជាក់ឲ្យបងប្អូនមើលមួយមកបងប្អូនអើយរឿងអានេះគឺសិចមែនតើហ្មងលក្ខណៈថាអាពណ៌ប្រាក់ឡាយជាមួយនឹងកម្ម Q ហ្នឹងគឺវាអែមខ្លាំងវារកអីព្រៀបអត់បានហើយអត់តាន់បានលាងម៉ូតូតម្លាក់ពីជប៉ុនមកមូលអញ្ចឹងយកមកជីតេស្តតែម្ដងគាត់ថាសាម៉ាំងខ្ញុំដូរហើយបងប្អូនកុំភ្លេចជួយមកគ្រប់ត្រូលកាហ្វេខ្ញុំផងអានេះនៅក្រោយពេទ្យរុស្ស៊ីនឹងឯងចឹងតោះឥឡូវយើងចេញដំណើរជិះតេស្តទៅខេត្តមួយជើងតែម្ដងខ្ញុំចេញគឺខ្ញុំចេញទៅកពតថ្ងៃអាទិត្យហើយម៉ោងខ្ទង់2អីខ្ញុំចេញទៅតែម្នាក់ឯងទេមិនដឹងថាមេឃភ្លៀងដំណើរអីតំណីខ្ញុំអត់ដឹងទេខ្ញុំមិនមែនថាមិនទេខ្ញុំឆ្ងាញ់អាសំឡេងគេហៅថាសំឡេង cross plane របស់វាណាអាសំឡេងវាចេញមកស្ដាប់មកគឺ unique គឺដឹងថារបស់ R1 ហ្មងសំឡេងវាមិនមែនអាងួងថប់ដូចពួក BM អីសំឡេងចេញមកដូចយន្តហោះចម្បាំងស្រីអញ្ចឹងពេលដែលយើងមូលវាកាន់តែលឿនទៅសំឡេងស្រែកទៅយកហ្មងខ្ញុំស្រឡាញ់ចុងហ្នឹងហើយជិះត្រូវដៃទៅ R1 ហ្នឹងបងប្អូនអើយអត់ដឹងមិនខ្ញុំកាន់អស់3គ្រឿងហើយ R1 ខ្ញុំដូចថាវាជាប់ចិត្តមួយវាបរហើយណាលក្ខណៈថាវាខ្លាំងក៏ខ្លាំង smooth ក៏ smooth វាថាវា smooth បែបខ្លាំងតែមិនខ្លាំងកញ្ចក់យើងក៏ចេះកញ្ចក់ហើយបើចេះប្រើវាខ្ញុំថាអូយខ្ញុំតាំងពីកាន់ម៉ូតូធំប្រហែលប្រហែលមកខ្ញុំជិះត្រូវដៃទៅ R1វាអែមពេកអត់ដឹងនិយាយថាម៉េចទេបងប្អូនអើយបាទជិះស្រួលហើយពួកនេះបូមអូលីនបូមភ្លើងបងប្អូនឃើញខ្សែភ្លើងចេញពីបូមមកហ៎អញ្ចឹងអានេះបូមវាទុនអែមប៉ុន្តែវាមិនមែនទុនលក្ខណៈដូចម៉ូតូយើងធម្មតាទេគេហៅថាទុននៅក្នុងលក្ខណៈម៉ូតូប្រភេទម៉ូតូ sport ឬក៏ Land Sport អញ្ចឹងទៅព្រោះ
ប្រភេទពួក speed មិនថាឡានតាមម៉ូតូទេប្រភេទដែលប្រភេទ performance បូមវាទោះទុនយ៉ាងណាក៏វាមិនទុនដូចបូមមានធម្មតាដែរព្រោះដោយសារគេធ្វើអញ្ចឹងដើម្បីការពារសុវត្ថិភាពព្រោះសារម៉ូតូវាលឿនបើធ្វើបូមជាពេកលោតខ្លោងបាត់ទៅហើយបងប្អូនឃើញជិះ120 130ចេះបងប្អូនមិនគិតថាវាគួរថ្នាក់អីទេប្រភេទប្រាំងម៉ូតូធំគឺវាសុវត្ថិភាពខ្លាំងមែនតើមើលថាឌីសមុខវាមកគូមើលបងប្អូនបាទធំប្រាំងក្រួយគេប្រើតែអបឬអត់ប្រើតែម្ដងហ្មងនៅពីចិនគេប្រើតែប្រាំងមុខវាគឺវាខ្លាំង ABS ប្រាំងឌីសរបស់វាហើយបើបានប្រេមបូរបស់គេខ្លាំងលើភពលោកទៀតអូមិននិយាយបងប្អូនអើយបាទម៉ាំង120 130ដាក់ម៉ាំងឈិលហ្មងអត់មានជាឧបសគ្គទេអញ្ចឹងវាខុសពីម៉ូតូទូចយើងបងប្អូនបាទហើយករណីមួយទៀតបើសិនជាកាលណាដែលយើងជិះឈៀល89ដូចតាមម៉ូតូទូចហ្នឹងគឺងាប់អ្នកជិះតែម្ដងដោយសារតែពួកនេះមិនមែនយើងជិះឈរត្រង់ដៃណាបងប្អូនបាទគឺយើងត្រូវជិះអោននិយាយអញ្ចឹងទៅហើយបើជិះយូរពេកវាក្តៅវាហត់ណាបាទអញ្ចឹងវាម៉ូតូធម្មតាយើង125យើងជិះធំតែវាប៉ែតហ្នឹងវាត្រូវឲ្យចុះមកនេះមក1000ហ្នឹងវាមិនអាចជិះប៉ែតដូចម៉ាស៊ីន125បានទេអញ្ចឹងវាកម្លាំងវាគុណទៅតាមគ្នានឹងឯងអញ្ចឹងទន្ទឹមនឹងហ្នឹងដូចខ្ញុំនិយាយអញ្ចឹងថាទន្ទឹមនឹងម៉ាស៊ីនវាធំ speed គេខ្លាំងចឹងប្រព័ន្ធសុវត្ថិភាពគេធ្វើក៏គេគិតគូរពីចំណុចហ្នឹងទាំងអស់គ្នាដែរបើទោះជាខ្ញុំព្យាយាមបញ្យល់ប៉ុណ្ណាក៏ដោយសម្រាប់អ្នកដែលគាត់មានគំនិតមួយដែលអវិជ្ជមានដែលគាត់មិនចូលចិត្តហើយគឺគាត់មិនបើកចិត្តនៅក្នុងការស្ដាប់ហេតុផលរបស់យើងទេតែមិនអីទេខ្ញុំជឿថាយ៉ាងណាក៏មានអ្នកដែលគាត់បើកចិត្តស្ដាប់ពីហេតុផលទាំងអស់ហ្នឹងអ្នកដែលគាត់យល់អ្នកណាក៏គាត់មិនយល់ក៏ទៅតាមរឿងរបស់គាត់ទៅយ៉ាងណាក៏ខ្ញុំដើរនៅលើវិស័យនឹងមួយរូបខ្ញុំអាចចែករំលែកអីបានខ្ញុំនឹងចែករំលែកទៅតាមនឹងឯងហើយអ្នកណាជិះម៉ូតូធំមិនខ្ញុំអត់ដឹងទេបើសម្រាប់ខ្ញុំហើយគ្នាខ្ញុំប្រហែលអ្នកគឺពួកខ្ញុំជិះគ្រប់គេមែនទេឲ្យតម្លៃអ្នកនៅលើដងផ្លូវជាមួយគ្នានិយាយទៅគឺខ្ញុំ respect ហ្មងខ្ញុំអត់មានអាងដែលខ្ញុំប្រើប្រាស់ម៉ូតូធំកម្លាំងខ្ញុំធំខ្ញុំជិះអត់មានគ្រប់គេអ្នកទេអត់ទេគឺខ្ញុំជិះខ្ញុំគ្រប់ lane គេខ្ញុំគ្រប់ផ្លូវរបស់គេហើយខ្ញុំគ្រប់ផ្លូវអត្ថភាពនិយាយទៅគឺខ្ញុំអត់ឲ្យអ្នកណាគឺមកប៉ះពាល់ឬក៏បង្អាក់អ្នកណាឲ្យមកសើដោយសារតែពួកខ្ញុំទេនិយាយមកទៅគឺខ្ញុំប្រកាន់ចំហមួយគឺយើងប្រើប្រាស់ដងវិធីរួមគ្នាអូខេឥឡូវបានមកដល់ Yellow Sun ហើយម៉ោង3កន្លះ favorite place របស់ខ្ញុំគឺ Yellow Sun ហ្នឹងឯងខ្ញុំជួយចិត្តមកអង្គុយឈៀលលេងនៅហ្នឹងមិនឯងក៏បានមានគ្នាក៏បាន Wow look at the view យ៉ាពេលយូរដែលខ្ញុំខានមកពីដែល rainy season អញ្ចឹងណាមនុស្សខ្ញុំអត់សូវចូលចិត្តភាពសាំញ៉ាំអីច្រើនទេខ្ញុំដើរលេងម្នាក់ឯងក៏បានមានគ្នាក៏បានគាត់តែបើសិនជាមានគ្នាវាអាចសប្បាយមួយបែបទៅវាអត់សូវឯកាណាប៉ុន្តែបើសិនជាអត់អំណោយផលនៅក្នុងការប្រពន្ធគ្នាក៏ខ្ញុំអត់ចូលចិត្តរងចាំហើយក៏អត់ចូលចិត្តខ្វាយខ្វល់ដែរគឺខ្ញុំត្រូវមកគឺខ្ញុំមកម្នាក់ឯងតែម្ដងហើយកពតនេះខ្ញុំមកសឹងតែដូចផ្ទះហើយវាអត់មានអីឆ្ងាយទេសម្រាប់ខ្ញុំសំខាន់ឲ្យតែខ្ញុំមានផ្លូវចិត្តមួយអារម្មណ៍មួយដែលល្អទៅគឺខ្ញុំសប្បាយចិត្តហើយ view ស្អាតមែនទេអែមនិយាយទៅមកពេលដែល high season ពេលដែលខែវស្សាស្អាតម្យ៉ាងពេលដែល low season ពេលដែលខែភ្លៀង rainy season ហ្នឹងគឺវាស្អាតមកសាជីមកសើមខ្លួនអស់ហើយភ្លៀងរាំងថ្ងៃជីមកមិនអត់ចង់មកទេខុស40គីឡូទៀតវាភ្លៀងពេកខ្ញុំឆែក map ទៅឃើញនៅកពតភ្លៀងដែរបបទៅពេញវិញដែរតែពេលគាត់ថាហេអត់មកហ្មងតូចយំបោកប្រាស់មកម្នាក់ឯងទេហើយថ្ងៃទឹកខ្ញុំមិនដឹងថាល្ងាចមកបានខ្ញុំទៅវិញមិនទេវាស្រ័យលើអារម្មណ៍ខ្ញុំចង់គេនៅនឹងយប់ទៀតក៏បានដែរបើបញ្ហាបើសិនជាមានគ្នាខ្ញុំចេះនៅតែបើសិនជាម្នាក់ឯងប្រហែលជា100តិចដល់នៅបើតែលើទីពេលដែលមកថ្ងៃអាទិត្យចឹងស្ងាត់ឡងមែនទេចិត្តបើមកថ្ងៃសៅរ៍គឺដល់ដូចច្រើនប៉ុន្តែមកអត់មានទេមិនអត់ទេមានតិចមែនទេ peace ដាក់ជំនាញមកទឹកកលឹកមួយកែវអេមនៅព្រះអាទិត្យប៉ុន្តែបាំងពពកអីនោះពពកតែមកជើងព្រមហ្មងលយណា best all the best life is this and I like this